ចឹងយើងចង់កែច្នៃអំភ្លីតុងខ្យងអញ្ចឹងយើងរុំ24ជុំហើយជើង B របស់វាក៏យើងរុំ24ជុំដែរអញ្ចឹងខ្សែនេះគឺយើងអាចរុំទៅតាមតម្រូវការរបស់យើងដែលយើងចង់បានវ៉ុលចេញតិចឬក៏វ៉ុលចេញច្រើនហើយចាប់ឲ្យយូរតិចទៅអានេះយើងដាក់ចង្ហាល់ណាពេលយើងប្រើការយើងប្រើចង្ហាល់ចេះដឹងវាស្អី